Hey សួស្តីអ្នកនរគ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាឲ្យស្វែងយល់អំពីយុទ្ធសាស្ត្រមួយដែលយើងអាចប្រើប្រាស់យកមកអនុវត្តបាទជួញដូរពិសេសគឺជួញដូរទៅលើតម្លៃនេះបច្ចុប្បន្ននេះគឺល្អមែនតើបាទអញ្ចឹងកុំភ្លេចតាមដានវីដេអូនេះឲ្យចប់អ្នកនរគ្នាបាទអញ្ចឹងអ្នកដែលតាមដានវីដេអូនេះដល់ចប់បាទអញ្ចឹងខ្ញុំមានកាដូជូនបងប្អូនសម្រាប់គ្នាយើងដែលតាមដានវីដេអូមួយនេះបាទអញ្ចឹងកុំឲ្យខាតពេលឥឡូវយើងចូលដល់ topic យើងតែម្ដងទៅបាទអញ្ចឹងសម្រាប់យុទ្ធសាស្ត្រដែលយើងនឹងអនុវត្តបង្ហាញជូនគ្នាយើងហ្នឹងគឺខ្ញុំប្រើប្រាស់កម្មវិធី Meta 35ដែលនៅក្នុងនោះគឺយើងប្រើប្រាស់ indicator នៅក្នុងមានស្រាប់បាទយើងយកមកធ្វើការជំនួយយើងក្នុងការចេញចូលផ្សារបាទអញ្ចឹងយុទ្ធសាស្ត្រដែលខ្ញុំប្រើប្រាស់ហ្នឹងគឺយើងប្រើប្រាស់យុទ្ធសាស្ត្រដែលមានឈ្មោះថា moving average បាទ crossover បាទអញ្ចឹងនៅក្នុងកម្មវិធី MT5 របស់យើងមិនថាយើងប្រើប្រាស់នៅក្នុង smartphone បាទឬក៏ក្នុង computer ទេកម្មវិធីនេះគឺមានស្រាប់តែម្ដងបាទអញ្ចឹងយើងគ្រាន់តែតម្លើងទៅបាទហើយយើង set up ទៅបាទយើងអាចប្រើប្រាស់បានអញ្ចឹងរបៀបនៃការប្រើប្រាស់มันពិបាកយល់ទេនេះយើងបាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំប្រើប្រាស់ moving average 2ខ្សែណាបាទទី1គឺខ្ញុំកំណត់ជា fast moving average ហើយនិងទី2 slow moving average បាទណាបាទអញ្ចឹង fast moving average គឺខ្ញុំប្រើប្រាស់រយៈពេល5 period បាទហើយជាមួយនឹង expo និង share បាទ moving average បាទដូចខ្ញុំហៅកាត់ថា EMA បាទហើយសម្រាប់ slow moving average បាទមួយទៀតគឺខ្ញុំប្រើប្រាស់រយៈពេល21 period បាទហើយក្នុង21 period នេះគឺខ្ញុំប្រើMA ជាលក្ខណៈជា simple ទេបាទ simple moving average បាទឬក៏ SMA បាទ SMA និយមបាទអញ្ចឹងពាក់ព័ន្ធនឹង rule បាទ rule នៃការចូលផ្សារបាទអញ្ចឹង rule នៃការចូលផ្សារมันពិបាកយល់ទេយើងបាទ rule នៃការចូលផ្សារបាទអញ្ចឹងយើងទិញពេលដែលខ្សែបន្ទាត់បាទ moving average បាទ5 EMA នេះបាទវាចាប់ផ្ដើមមានការ cross បាទឆ្លងកាត់ឡើងទៅលើបាទខ្សែបន្ទាត់ moving average 21 SMA បាទអញ្ចឹងកាលណាតែវាមានការ cross កាត់ខ្សែបន្ទាត់21ឡើងទៅលើបាទអញ្ចឹងកន្លែងហ្នឹងវាបង្ហាញ signal ថាគឺល្អក្នុងការទិញបាទហើយផ្ទុយមកវិញ sell គឺពេលដែលខ្សែបន្ទាត់បាទណាខ្សែបន្ទាត់បាទខ្សែបន្ទាត់លេខ5 EMA នេះវាមានការឆ្លងកាត់ចុះមកខាងក្រោមខ្សែបន្ទាត់21 SMA បាទអញ្ចឹងកន្លែងនេះគឺជាសញ្ញាមួយដែលយើងអាចធ្វើការរងចាំលក់បានបាទអញ្ចឹងក្បួននៃការចេញចូលផ្សារគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងបងប្អូនអាចយល់តែប៉ុណ្្នឹងបងប្អូន set up នៅក្នុង chart បងប្អូនទៅបងប្អូនអាចសង្កេតមើលហើយអាចរងចាំមើលចេញចូលផ្សារបានបាទអញ្ចឹងការចេញចូលផ្សារយើងត្រូវតែមានការកំណត់នៅគោលដៅក៏ដូចជា risk របស់យើងហានិភ័យយើងដែលយើងហ៊ានប្រឈមបាទអញ្ចឹងយុទ្ធសាស្ត្របែបនេះវាមិន work គ្រប់លក្ខខណ្ឌទីផ្សារទេបាទប៉ុន្តែភាពច្បាស់លាស់របស់វាយើងឃើញគឺអាចទទួលយកបានបាទអញ្ចឹងពាក់ព័ន្ធទៅនឹងការប្រើប្រាស់ SLTP បងប្អូនអាចប្រើទៅតាមបែបផែនបងប្អូនដែលបងប្អូនអាចគិតថាអាចហ៊ានទទួលយកនៅហានិភ័យបងប្អូនបាទអញ្ចឹងនៅកន្លែងនេះខ្ញុំ recommend ឲ្យយើងប្រើដោយករណីយើងប្រើ SL បាទអញ្ចឹងករណីយើង buy យើងអាចដាក់កំណត់ SL នៅខាងក្រោមតម្លៃទាបចាស់របស់ទីផ្សារបាទឬក៏យើងអាចដាក់ SL នៅខាងលើតម្លៃខ្ពស់ចាស់របស់ទីផ្សារសម្រាប់យើង sell បាទឬក៏យើងអាចប្រើជាសូចនាករបន្ថែមទៀតដើម្បីយើងដឹងអំពី rank របស់ទីផ្សារបាទនៅក្នុងកម្មវិធីជួញដូររបស់យើងក៏យើងមានដែរ ATR បាទអញ្ចឹង ATR នេះក៏ជាសូចនាករមួយដែលយើងអាចធ្វើការវាស់វែងអំពីជាមធ្យមភាគនៃការផ្លាស់ប្ដូរតម្លៃទីផ្សារបាទអញ្ចឹងកន្លែងនេះយើងអាចយកតម្លៃ ATR គុណជាមួយនឹង 1.5 ទៅយើងអាចកំណត់អំពីកម្រិតដែលយើងអាចកំណត់ SLTP បាទណាយើងបាទអញ្ចឹង TP កន្លែងនេះយើងអាចប្រើ ratio 1 លើ 1 ទៅ 2មានថាយើង risk 1យើង take profit 2បាទណាបាទអញ្ចឹងបើករណី SL យើងប្រមាណយើងអាចគុណកម្រិតនឹង2ដងយើងឬក៏យើងអាចធ្វើការកំណត់សម្គាល់ទៅលើចំណុច support ឬក៏ resistance ដើម្បីឲ្យយើងដឹងថាតើចំណុចបន្ទាប់ទៀតតើយើង target តម្លៃ profit ប្រមាណតម្លៃ risk យើងកំណត់ប្រមាណយើងអាចកំណត់ប៉ុណ្ណឹងក៏បានដែរយើងបាទ
ok chẳng có mọi khát bây giờយើងចូលមកឆាតតែម្ដងហើយរបៀបនៃការកំណត់តាមបែបនេះបាទអញ្ចឹងបងប្អូនយើងបើយើងប្រើប្រាស់នៅក្នុងកុំព្យូទ័របាទអញ្ចឹងបងប្អូនអាចចូលទៅក្នុង insert នោះបាទ insert មកបាទហើយយើងចុចពាក្យថា indicator បាទហើយយើងយកពាក្យកន្លែង trend ណាយើងកន្លែង trend បាទហើយយើងយកពាក្យថា moving average បាទអញ្ចឹងកន្លែង moving average កន្លែងនេះបងប្អូនកំណត់តម្លៃមកបងប្អូនបាទកំណត់តម្លៃមកបាទអញ្ចឹងកន្លែង period នេះទី1គឺយើងប្រើមក5ណាលេខ5យើងលេខ5ហើយកន្លែង method នេះយើងដូរមកដាក់ exponential ណា exponential បាទ exponential បាទ exponential ជាអូខេបាទនេះអូខេមកអញ្ចឹងយើងឃើញខ្សែបន្ទាត់ខ្សែបន្ទាត់ពណ៌តក្រូចណាយើងណាបាទហើយយើងធ្វើការថែមមួយទៀត insert មួយទៀតនេះយើងបាទ insert ថែមមួយទៀតយើងយកដដែលបាទណាយកដដែលនេះយើងយកដដែលមកហើយកន្លែងនេះយើងដូរដាក់21នេះបងប្អូន21កន្លែងយើងដូរដាក់ simple ណានេះយើង simple ហើយយើងដូរពណ៌មកយើងមានការច្រឡំបាទណាបាទអូខេបាទអញ្ចឹងនៅក្នុង chart បច្ចុប្បន្ននេះគឺយើងមើលឃើញគឺខ្សែកោងគឺមាន2ណាគឺមានខ្សែកោងមួយគឺវារត់គៀកជាមួយនឹងតម្លៃទីផ្សារមែនទែនហើយនឹងខ្សែកោងមួយទៀតយើងឃើញគឺកម្រិតនៃការប្រែប្រួលវាឆ្ងាយពីនេះតិចបាទអញ្ចឹងខ្សែកោងពណ៌តក្រូចនេះបាទអាហ្នឹងគឺខ្សែកោងហៅថា fast moving average បាទយើងប្រើលេខ5បាទហើយនេះគឺ slow moving average យើងប្រើលេខ21បាទអញ្ចឹងវិធីការមើលយើងដូចខ្ញុំបានបង្ហាញមកអញ្ចឹងនេះយើងបាទអញ្ចឹងទី1យើងមើលទៅលើ rule របស់យើងនៃការចេញចូលផ្សារអញ្ចឹងបើករណីបើfast moving average ហ្នឹងវាឆ្លងកាត់ឡើងទៅលើ slow moving average បាទហ្នឹងគឺជាសញ្ញាមួយដែលយើងអាចទិញបាទណាទិញបាទផ្ទុយទៅវិញបើ fast moving average ហ្នឹងបាទមានការឆ្លងកាត់មកខាងក្រោមslow moving average បាទហ្នឹងគឺជាសញ្ញាមួយយើងអាចធ្វើការ sell បាទឥឡូវយើងធ្វើការតាមដានមើលទៅលើតម្លៃរបស់គ្នាបាទណាបាទអញ្ចឹងយើងឃើញដូចតម្លៃមាសបាទយើងឃើញថ្មីយើងឃើញយើងដាក់ time frame ខ្ញុំដាក់5-10នាទីកន្លែងនេះយើងបាទណា5-10នាទីបាទអញ្ចឹងបើយើងមើលឲ្យមែនតើយើងឃើញនៅក្នុងតំបន់នេះយើងបាទតំបន់នេះយើងបាទណាបាទតំបន់នេះបាទតំបន់នេះយើងឃើញគឺតម្លៃបាទយើងឃើញកន្លែងនេះគឺមានការ cross over បាទអញ្ចឹងពេលដែល cross over យើងឃើញតម្លៃដែលវាបិទផ្សារគឺបិទនៅតម្លៃនេះយើងណាបិទនៅតម្លៃនេះបាទបិទតម្លៃនេះបាទអញ្ចឹងបិទតម្លៃហ្នឹងបាទអញ្ចឹងកន្លែងហ្នឹងគឺវា confirm ហ្នឹងយើងណា confirm ថាតម្លៃទីផ្សារគឺវាបង្ហាញថាគឺកម្លាំងឡើងគឺនៅតែមានអញ្ចឹងបាទអញ្ចឹងកន្លែងនេះយើងអាចធ្វើការ placing order buy នៅក្នុង candlestick បន្តទៀតណា candlestick បន្តទៀតបាទអញ្ចឹងយើងអាចធ្វើការ buy នៅកន្លែងនេះបាទណា buy នៅកន្លែងនេះបាទណា buy នៅកន្លែង candlestick ថ្មីនេះបាទហើយធម្មតា stop loss យើងអាចដាក់កំណត់នៅខាងក្រោមនេះ stop loss ណាយើងអាចដាក់កំណត់នៅខាងក្រោមនេះហៅ swing low ណានេះបាទអាចកំណត់នៅខាងក្រោមហ្នឹងហើយtake profit បាទដូចយើងបានជំរាបជូនអាចជាងប្រើ ratio 1-2មានថាបើ stop loss យើងប៉ុណ្ណឹងបាទអញ្ចឹង take profit យើងអាចគុណនឹង2ដងទៅអាចគុណ2ដងហ្នឹងទៅបាទអញ្ចឹងយើងគុណមើលទៅប៉ុណ្ណាឬក៏តាមណាដែលយើងគិតថាសមរម្យសម្រាប់គ្នាយើងបាទអញ្ចឹងកន្លែងនេះឃើញយើងណាបាទអញ្ចឹងពេលដែលទីផ្សារចាប់ផ្ដើមមានការ cross cut បាទហើយ confirm បាទអញ្ចឹងតម្លៃទីផ្សារយើងគឺចាប់ផ្ដើមមានការបន្តឡើងទៀតបាទណាតោះបាទកន្លែងផ្សេងទៀតយើងឃើញដូចនៅក្នុងករណីនេះក៏ដូចគ្នាដែរយើងកន្លែងនេះយើងបាទអញ្ចឹងពេលទីផ្សារចាប់ផ្ដើមមានការធ្លាក់ចុះនេះយើងធ្លាក់ចុះនេះយើងបាទណានៅក្នុង candlestick មួយនេះយើងអាចមើលឃើញបាទណាកន្លែងនេះគឺវា cross cut បាទហើយនៅក្នុង candlestick មួយនេះយើងអាចមើលឃើញបាទណាតម្លៃទីផ្សារយើងឃើញគឺវាបិទនៅតម្លៃនេះបាទអញ្ចឹងវា cross cut ហើយយើងឃើញតែ candlestick នេះវាបិទតម្លៃទីផ្សារនៅខាងក្រោមហ្នឹងទៀតបាទអញ្ចឹងកន្លែងនេះយើងអាច assure បានថា market គឺអាចនឹងបន្តចុះមកទៀតបាទអញ្ចឹងយើងឃើញប្រហែល candlestick ក្រោយគឺទីផ្សារគឺមានការបន្តចុះមកដល់តម្លៃខាងក្រោមនេះបាទអញ្ចឹងប្រហែលតកូននេះណានេះយើងបាទអញ្ចឹង stop loss ដូចនេះ stop loss យើងដាក់នៅ swing high គឺនៅតំបន់នេះបាទណាចាំយើង sell នៅក្នុង zone នេះបាទអញ្ចឹង stop loss អាចដាក់នៅកន្លែងនេះហើយ take profit យើងអាចគុណនឹង1គុណនឹង2ទៅតាម ratio របស់យើងដែរបាទ
បាទហើយដោយករណីទីផ្សារបែបនេះយើងឃើញគឺយើងចូលគឺមិនងាយត្រូវទេទីផ្សារដែលមានការផ្លាស់ប្ដូរវាហៅថា choppy ឬក៏ market sideways បាទអញ្ចឹងបើ market sideways ធម្មតាគឺយុទ្ធសាស្ត្រនេះគឺយើងមើលទៅវាមិនសូវជាត្រូវទេបាទប៉ុន្តែបើករណីទីផ្សារហ្នឹងវា trending វាថាវា movement បាទ trending បាទអញ្ចឹងភាគរយដែលត្រឹមត្រូវហ្នឹងគឺខ្ពស់មែនទេណាខ្ពស់មែនទេបាទចឹងបើយើងកលេចមើលបន្តទៀតយើងឃើញដូចនៅក្នុងករណីនេះយើងឃើញណាយើងណាបាទទីផ្សារក៏នេះដែរប៉ុន្តែករណីបើទីផ្សារមានការប្រែប្រួលអញ្ចឹងខ្ញុំក៏មិន recommend ឲ្យចូលដែរព្រោះបើយើងមើលទៅទីផ្សារគឺវាអត់សូវប្រែប្រួលសកម្មទេបាទដោយករណីចេះយើងឃើញគឺទីផ្សារគឺចាប់ផ្ដើមមានការបង្ហាញឲ្យយើងមើលឃើញគឺខ្សែ moving average បាទលេខ5នេះមានការឆ្លោះក្រោះកាត់បាទមកខ្សែ moving average 21បាទអញ្ចឹងយើងឃើញកន្លែងទីផ្សារកន្លែងនេះយើងឃើញក៏មានការប្រែប្រួលបន្តធ្លាក់មកខាងក្រោមដែរណាយើងមើលបាទអញ្ចឹងពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រនេះបងប្អូនអាចអនុវត្តបាទណាអនុវត្តសាកល្បងមើលបាននេះយើងបាទអញ្ចឹងពាក់ព័ន្ធនឹង rule ដូចខ្ញុំបានបង្ហាញអញ្ចឹងมันមានការស្មុគស្មាញទេ rule បាទអញ្ចឹង rule យើងមើលទៅបាទណាបាទអញ្ចឹងបាទលេខ5នេះវាមានការប្រែប្រួលឆ្លងកាត់ខ្ពស់ឡើងទៅលេខ21បាទហ្នឹងគឺវាសបញ្ជាក់ថាតម្លៃហ្នឹងគឺយើងអាចទិញបានហ្នឹងបាទហើយបើតម្លៃបើលេខ5នេះវាមានការឆ្លងកាត់មកខាងក្រោម21នេះបាទហ្នឹងគឺជាសញ្ញាដែលយើងអាចធ្វើការ sell បានណា sell បានបាទជាចុងក្រោយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាទហើយដូចខ្ញុំបានជម្រាបជូនខាងដើមអញ្ចឹងបងប្អូនដែលតាមដានវីដេអូដល់ចប់បាទយើងមានជាកាដូជូនបងប្អូនបាទអញ្ចឹងបច្ចុប្បន្ននេះយើងមានជា EA មួយដែលយើងចងជារូបមន្តបាទណារូបមន្តដែលយើងប្រើប្រាស់ moving average crossover នេះបាទជាមួយនឹង risk management បានយ៉ាងត្រឹមត្រូវបាទអញ្ចឹងបងប្អូនដែលតាមដានវីដេអូនេះបងប្អូនអាចតាក់ទងមកក្រុមការងាររបស់យើងបាទដើម្បីយក EA នេះយកទៅអនុវត្ត practice បាទអរគុណច្រើន